បងប្អូនឃើញវីដេអូបែបនេះប្រកាសជាឆ្ងល់ថាជាលីទៅណាទៀតហើយធ្វើអីអញ្ចេះឃើញក្មេងៗច្រើនម៉េចបងប្អូននេះគឺជាទស្សនវិជ្ជាមិត្តភ័ក្តិក្រុមការងារក៏ដូចជាលោកគ្រូអ្នកគ្រូបាននាំថវិកាមួយចំនួនក៏ដូចជាសម្ភារៈមួយចំនួនទៅចែករំលែកចែកជូនទៅដល់ក្មេងៗនៅមណ្ឌលមេឈើហើយការចែករំលែកចែកជូននេះមិនមែនលក្ខណៈទូចតាចទេបងប្អូនលក្ខណៈទ្រង់ទ្រាយធំតែម្ដងនេះសាអីគឺច្រើនមែនតើបងប្អូនមិត្តភ័ក្តិយើងគឺថាមកពីខេត្តឆ្ងាយក៏ដូចជាបាត់ដំបងពោធិ៍សាត់កំពង់ចាមកំពង់ធំចាសៀមរាបមកអស់ហើយគឺថាជុំគ្នាហ្មងឥឡូវមកមើលទស្សនវិជ្ជាមុននឹងចេញដំណើរទៅដល់មណ្ឌលគឺថាជុំគ្នានៅមុខផ្សាររាត្រីជាមុនសិនដោយសារអីគឺថាមកពីខេត្តឆ្ងាយអញ្ចឹងណាអញ្ចឹងត្រូវជុំគ្នាសិនដោយសារស្គាល់ទីតាំងហើយបងប្អូនយើងមកពីខេត្តឆ្ងាយហ្នឹងគឺសិតតែគេមានឡានផ្ទាល់ខ្លួនតែខ្ញុំទេអត់មានឡានផ្ទាល់ខ្លួនគឺថាអ្នកគ្រូគាត់ជួលឡានក្រុងដឹកអ្នកដែលអត់មានឡានផ្ទាល់ខ្លួនដូចជាខ្ញុំអីអញ្ចឹងជាដើមហើយមានអីទេម្ចាស់ឡានក្រុងគឺគាត់ជូនព្រីហ្មងគឺគាត់គិតគូគិតលុយគិតកាក់អីទេដោយសារគឺគាត់ចង់បានបនដែរអញ្ចឹងណាបើអ្នកគ្រូក៏គាត់នៅប្រទេសដាណាម៉ាកបើលោកគ្រូវិញគឺគាត់នៅប្រទេសថៃអញ្ចឹងមិនថាតើតាមាននិស័យបានធ្វើបនធ្វើអីជុំគ្នាអញ្ចឹងណានេះគឺមាននិស័យមែនតើបើសិនជាអត់មាននិស័យគឺបានជួបគ្នាទេនិស័យគឺនៅខេត្តឆ្ងាយមែនតើបានប្រជុំគ្នាឥឡូវគឺថាមកដល់មណ្ឌលមេឈើហើយតែមកដល់មណ្ឌលគឺថាថ្ងៃត្រង់ល្មមអញ្ចឹងក្មេងៗកំពុងតែញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងពួកខ្ញុំគឺថាពិភាក្សាគ្នាសិនពិភាក្សាមិនដឹងជាស្អីទេបងប្អូនហើយនេះជាទស្សនវិជ្ជានៅជុំវិញមណ្ឌលមេឈើបងប្អូនហើយនៅមណ្ឌលមេឈើដោយសារតែជាក្រុងអញ្ចឹងណារៀងទលាយដែរហើយនេះបងប្អូនហើយនិយាយថាពិភាក្សារឿងអីខ្លះតែខ្ញុំទេមិនសូវបានពិភាក្សាមួយគេតែដោយសារតែចូលចិត្តថតអីអញ្ចឹងហើយនិយាយខ្ញុំក៏រៀងនិយាយច្រើនដែរថតផងនិយាយផងអីអញ្ចឹងណាប៉ុន្តែដោយសារតែរៀងចេកចែកពេកក៏សម្រេចចិត្តថាបញ្ចូលសលេងបិទសលេងស៊ីនគឺបញ្ចូលសលេងបើថាយកសលេងស៊ីនគឺអត់កើតទេបងប្អូនលងវល់ពេញនឹងហ្មងហើយនេះគឺជាទស្សនវិជ្ជាមុននឹងចូលទៅក្នុងមណ្ឌលជួបជុំមួយក្មេងៗគឺថាមានតាំងពីអ្នកគ្រូពេទ្យលោកគ្រូពេទ្យអូយចង់និយាយថាមកពីតំបន់មកពីខេត្តឆ្ងាយជុំគ្នាយូរម្ដងពិភាក្សាគឺថារឿងច្រើនមែនតើនិយាយតែពិភាក្សាអត់ឡើយតែពិភាក្សាគឺថាក្មេងៗទៅដល់ចាំមើលខ្ញុំអូយដល់គុណច្រើនបងពូមានការគាត់មកពីប្រទេសណាលោកម៉ាក់ស្គាល់ហើយទៀតបាក់ថៃដែរហើយនិយាយបងសប្បាយអត់គាត់ហ្នឹងហើយបងប្អូនមកទាំងអស់យើងចូលរួមអូតាទៀតទៅគាត់ទាំងអស់ចាតែសប្បាយគាត់អើយអរគុណមកដល់អរគុណមានសួរមួយចាចាំយើងបន្តទៀតចាខ្ញុំជួនអារីតំណាងឲ្យនៅធ្វើអធិស្ឋានលោកគ្រូផងតាគាត់គាត់កម្មវិធីបានលោកឲ្យសប្បុរសទេអូនឲ្យហើយចាអូនដឹងថាមួយអាហារនេះរយៈពេល1ឆ្នាំចាចាំនេះជាបេះដូងមួយសម្រាប់មេឈើចាតែការថាអត់ឈប់ចិត្តមកដល់មេឈើទៀតចាឲ្យខ្ញុំតំណាងឲ្យលោកផងថ្លាចាសូមអរគុណដល់អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះសូមអរគុណនិយាយហើយពួកខ្ញុំបានឃើញអូនផងថ្លាគាត់លក់អាវតែគាត់មិនដែរកំពុងហើយពេលដែលឃើញហើយវាគឺចិត្តរបស់ពួកគាត់ហើយយើងក៏ចូលគ្នាដែរខ្ញុំអត់មានបានទេហើយបាក់ក៏ស្ដាប់ដែរមកពីប្រទេសដាណាម៉ាកគឺគាត់បាននាំថវិកាក៏ដូចជារបស់របរមួយចំនួនហើយពួកខ្ញុំបានរៃលុយគ្នាក៏ដូចជារបស់របរមួយចំនួនដើម្បីចែករំលែកចែកជូនទៅដល់ក្មេងៗនៅមណ្ឌលមេឈើការចែករំលែកក៏ដូចជាចែកជូនទៅដល់អ្នកដែលអត់អ្នកដែលក្រខ្សត់បងប្អូនមិនចាំបាច់ទាល់តែយើងសល់ទាល់តែយើងមានទេឲ្យតែចិត្តយើងចង់ចែករំលែកដោយចិត្តស្មោះទោះបីជាតិចតួចក៏ដោយគឺថាពួកគាត់សប្បាយចិត្តសប្បាយនឹងទទួលសប្បាយរីករាយនឹងទទួលរបស់យើងហើយនិយាយពីថាមើលទឹកមុខគាត់គឺរីករាយសប្បាយចិត្តខ្លាំងមែនតែនហ្មងឥឡូវគឺថាជូនរបស់របរជាលុយកាក់ក៏ដូចជាអង្គរបស់របរប្រើប្រាស់ទៅដល់ពួកគាត់ហើយក៏មានជាថ្នាំពេទ្យទៀតដោយសារតែមានលោកគ្រូពេទ្យអ្នកគ្រូពេទ្យមកដែរអញ្ចឹងណាគឺថា
របស់របរថ្នាំពេទ្យឡើងមកកេះធំមកហើយអ្នកគ្រូពេទ្យលោកគ្រូពេទ្យគាត់កំពុងតែរៀបរាប់របស់ប្រើប្រាស់អីមិនអញ្ចឹងណាហើយពួកខ្ញុំនេះនិយាយថា selfie អូយច្រើនមែនតើនិយាយថារូបថតអូយថតជាមួយអ្នកគ្រូពេទ្យក៏ថតជាមួយនឹងក្រុមការងារថតថតច្រើនមែនតើនិយាយទៅគឺថាមានតាំងពីកាមេរ៉ាមែនជួយថតហើយនេះជុំគ្នាមិនមែនតិចបងប្អូនគឺច្រើនមែនតើថតជាមួយលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តភ័ក្តិថតជាមួយក្មេងៗអញ្ចឹងណាវីដេអូខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនជួយ like ជួយ share ជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូកំសាន្តវីដេអូចែកម្លែកថ្មីហើយក៏អរគុណមែនតើជាមួយនឹងបងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ